7 ឆ្នាំនៅប្រទេសកាណាដាឡាយលក្ខណៈលែងនឹកនាត្រឡប់មកស្រុកកំណើតវិញហើយព្រោះនាងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីការងារដើរច្រៀងតាមបណ្ដាប្រទេសនានាឈានចូលរដូវវស្សានេះឡាយលក្ខណៈកាន់តែមមាញឹកខ្លាំងជាក់ស្ដែងចុងក្រោយនេះនាងត្រូវបានខ្លាំងក្នុងការដើរច្រៀងនៅកាណាដាក៏ដូចជាសហរដ្ឋអាមេរិកឡាយលក្ខណៈថែមទាំងបានបង្ហាញនៅអារម្មណ៍រីករាយពេលដែលចេញទៅសម្ដែងនៅប្រទេសម្ដងពីព្រោះនាងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីការច្រៀងនេះជាក់ស្ដែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ជីវិតនាងរីករាយគ្រប់ពេលជាង 7 ឆ្នាំហើយដែលឡាយលក្ខណៈបានចេញទៅរស់នៅប្រទេសកាណាដានិងលែងនឹកនាត្រឡប់មករស់នៅស្រុកកំណើតវិញអ្វីត្បិតតែនាងមិនទាន់ប្រកាសថាខ្លួនរៀបការតាមប្រពៃណីប៉ុន្តែឡាយលក្ខណៈត្រូវបានគេដឹងថានាងកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគូស្នេហ៍របស់ខ្លួននៅលើទឹកដីកាណាដាចាប់តាំងពីរស់នៅទីនោះជីវិតឡាយលក្ខណៈប្រែប្រួលខ្លាំងនាងតែងតែប្រើជីវិតហឺហាមិនខ្វល់អ្វីទាំងអស់ជាពិសេសរូបសម្រស់នាងកាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃទោះបីជានាងមានវ័យជាង40ឆ្នាំក្តី